ជំរាបសួរក៏ដូចជាសួស្តីទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលនិយមតាមដានស្នេហាវិស័យកីឡាប្រដាល់គុណខ្មែរតោះថ្ងៃនេះអ្វីដែលបងប្អូនទន្ទឹងរង់ចាំគឺបានមកដល់ហើយអញ្ចឹងគឺមានបងប្អូនមួយចំនួនគាត់តែងតែ comment នៅក្រោមវីដេអូរបស់ខ្ញុំនៅក្នុង YouTube គាត់សួរថាថ្ងៃណាប្រកួតឆ្នាំណាប្រកួតណាឃើញតែផុសឃើញតែវិភាគតែអត់ដឹងថាថ្ងៃណាប្រកួតឲ្យច្បាស់លាស់សោះចឹងថ្ងៃនេះគឺខ្ញុំនឹងចេញវីដេអូតាក់ទងជាមួយនឹងថ្ងៃប្រកួតដែល poster គឺបានដាក់មកហើយគឺប្រកួតនៅថ្ងៃអាទិត្យទី30ខែសីហាឆ្នាំ2026ខាងមុខនេះគឺប្រកួតនៅទួលបង្រណាបងប្អូនមានពេលវេលាអាចទៅមើលបានជួយគាំទ្រទាំងអស់គ្នាគាំទ្រគុណខ្មែរទាំងអស់គ្នាហើយគូនេះដឹងល្អមើលហើយអញ្ចឹងចំពោះវីដេអូនេះដែរគឺខ្ញុំក៏អត់វិភាគច្រើនតាក់ទងជាមួយនឹងសមត្ថភាពកីឡាករដែរដោយសារតែខ្ញុំបានវិភាគគ្រប់វីដេអូអស់ហើយតាក់ទងជាមួយនឹងការប្រកួតដែលហាន់ពីប៉ះជាមួយនឹងវ៉ាន់វឿននៅថ្ងៃទី30ហ្នឹងហើយជាមួយនឹងធុនស៊ីហុងប៉ះជាមួយនឹងប៉ែនកយ៉ាស៊ីននៅថ្ងៃទី30ហ្នឹងជាមួយគ្នាដែរដែលជាព្រឹត្តិការណ៍ Foreman Tournament ណាបងប្អូនទាំងអស់គ្នាកុំភ្លេចទៅតាមដានណាជួយគាំទ្រទាំងអស់គ្នាឲ្យបានច្រើនដឹងតែស្ទះទៀតហើយព្រោះឯព្រឹត្តិការណ៍ធំបែបនេះគឺកម្រមានណាយូរមានម្ដងអញ្ចឹងដូចបច្ចុប្បន្ននេះគឺខ្ញុំមិនបានទៅមើលទេដោយសារតែពីមុនខ្ញុំបានទៅមើលដោយសារតែខ្ញុំធ្វើការនៅភ្នំពេញប៉ុន្តែបច្ចុប្បន្ននេះគឺមកធ្វើការនៅកំពង់សោមវិញមកផ្ទះវិញអញ្ចឹងទៅគឺអត់បានទៅមើលទេណាអញ្ចឹងចំពោះពីគូនេះដែររវាងហាន់ពីហើយនឹងវ៉ាន់វឿនខ្ញុំសូមឲ្យភាគរយទៅកាន់ហាន់ពី 80% វ៉ាន់វឿន 20% រីឯចំណែកគូធុនស៊ីហុងនិងប៉ែនកយ៉ាស៊ីនខ្ញុំសូមឲ្យធុនស៊ីហុង 45% ប៉ែនកយ៉ាស៊ីន 55% ណាអញ្ចឹងជាចុងក្រោយនេះគឺខ្ញុំសូមសំណូមពរទៅកាន់បងប្អូនទាំងអស់គ្នាណាកុំភ្លេចគ្រប់ច្បាប់ចរាចរណ៍ផងហើយបើកបរឲ្យសុខសុវត្ថិភាពទាំងអស់គ្នាដោយសារតែមានព្រឹត្តិការណ៍ធំៗអញ្ចឹងគឺតែងតែមានកក់ស្ទះហើយណាអញ្ចឹងយើងប្រយ័ត្នប្រយែងទាំងអស់គ្នារក្សាសុវត្ថិភាពទាំងអស់គ្នាណាអញ្ចឹងនៅក្នុងវីដេអូនេះដែរគឺខ្ញុំមានដំណឹងត្រឹមតែប៉ុណ្្នឹងទេចែកជូនបងប្អូនទាំងអស់គ្នាណាឲ្យបានដឹងហើយចំពោះរឿងមួយទៀតគឺបងប្អូនទាំងអស់គ្នាកុំភ្លេចជួយចុច Subscribe Channel YouTube ខ្ញុំម្នាក់មួយផងដើម្បីបានវីដេអូវិភាគកីឡាផ្សេងនៅពេលក្រោយទៀតអរគុណសូមជម្រាបលា